ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះChannelនេះរឿងខ្មោចតាមដងទន្លេសាបបានរលវិញហើយមានរឿងថ្មីមួយទៀតដែលនិយាយពីសាកសពដែលស្លាប់នៅខេត្តភាសាអញ្ចឹងគេអត់ធ្វើបុណ្យហើយគេយកទៅរុំកន្ទេលចងផ្អោបនឹងដើមឈើនៅភូមិមួយនៅជាប់នឹងបឹងទន្លេសាបយើងនឹងហើយរឿងហ្នឹងមានដូចទៅអញ្ចឹងណាបងប្អូនហើយកុំភ្លេចជួយ Subscribe Channel ខ្ញុំមួយផងអរគុណបងប្អូនហើយកុំបែរប្រកាន់នេះខ្ញុំទៅនឹងចេះនិយាយរឿងថ្មីថ្មងទេរឿងហ្នឹងចង់និយាយពីការយូរណាស់មកហើយនៅជាប់បឹងទន្លេសាបធំល្វឹងល្វើយនៅប្រទេសកម្ពុជាមានភូមិនេសាទតែនេសាទទាំងភូមិរឿងធំដែរអញ្ចឹងខ្ញុំមិនបញ្ចេញឈ្មោះតែបងប្អូនខ្លះក៏ដឹងហើយភូមិនោះស្ថិតនៅកណ្ដាប់ព្រៃលិចទឹកនៅតាមចង់និយាយថាតាមដងស្ទឹងមកព្រៃលិចទឹកហើយតាមដងស្ទឹងមកឡើងមកដល់ខេត្តបន្ទាយបងវិញមានដើមឈើធំមានដើមព្រៃលិចទឹកជុំវិញហ្នឹងនៅពេលថ្ងៃគេលឺសំឡេងទូកនេសាទនិងសំឡេងកុមារលេងទឹកយ៉ាងសប្បាយនៅពេលយប់ភូមិនោះតែងតែស្ងប់ស្ងាត់ចម្លែករហូតអ្នកដំណើរមិនហ៊ានឆ្លងកាត់ឡើយមនុស្សចាស់ចាស់ក្នុងភូមិតែនិយាយតៗគ្នាថាពេលខែវស្សាមិនត្រូវធ្វើបុណ្យសពទេត្រូវយកសពរុំក្នុងកន្ទេលចងភ្ជាប់នឹងដើមឈើរហូតដល់រដូវប្រាំងទើបអាចយកមកបូជាគ្មានអ្នកដឹងថាទំនៀមទម្លាប់នេះចាប់ផ្ដើមតាំងពីពេលណានោះទេបងប្អូនអ្នកខ្លះថាព្រោះទឹកលិចខ្លាំងមិនអាចបូជាសពបានអ្នកខ្លះថាព្រោះតែជំនឿបុរាណខ្លាចប្រលឹងទឹកនឹងខឹងប្រសិនបើដុតសពពេលធ្លាក់ភ្លៀងដូច្នេះរាល់ពេលដែលមានមនុស្សស្លាប់ក្នុងរដូវវស្សាសពនោះនឹងត្រូវរុំក្នុងកន្ទេលស្រោបទៅដោយខ្សែពូដែលធ្វើពីច្បឿព្រៃដែលយើងវិញធ្វើជាខ្សែហើយយកទៅចងនៅលើដើមឈើធំកណ្ដាលព្រៃលិចទឹកនៅពេលយប់ខ្យល់បក់សាកសពទាំងនោះនឹងរនជួយយឺតនៅតាមខ្យល់ដូចជាមនុស្សកំពុងរន់ខ្លួនអ្នកភូមិទាំងអស់មិនហ៊ាននៅក្បែរព្រៃនោះទេពួកគេហៅទន្លេនោះថាព្រៃសពយំរឿងដែលកើតឡើងក្នុងឆ្នាំវស្សាខែវស្សាសំទោសបងខែវស្សានៅឆ្នាំមួយដែលមានភ្លៀងធ្លាក់ខ្លាំងជាងធម្មតាទឹកបឹងឡើងលិចផ្ទះអ្នកភូមិជិតពាក់កណ្ដាលមនុស្សជាច្រើនឈឺដោយជំងឺគ្រុនចាញ់និងខ្វះថ្នាំព្យាបាលក្នុងចំណោមអ្នកស្លាប់មាននារីម្នាក់ឈ្មោះស្រីនាថជាកូនអ្នកនេសាទកំព្រាម្ដាយទាំងពីតូចស្រីនាថជាមនុស្សស្អាតសក់វែងខ្មៅដល់ចង្កេះភ្នែកធំនិងចូលចិត្តច្រៀងបទបុរាណបែបអុំទូកតែថ្ងៃមួយនាងឈឺធ្ងន់ដោយមិនដឹងមូលហេតុរាត្រីចុងក្រោយមុនស្លាប់នាងបាននិយាយពាក្យចម្លែកទៅកាន់ឪពុកថាកុំយកខ្ញុំទៅចុះលើដើមឈើអីពុកខ្ញុំខ្លាចងងឹតប៉ុន្តែទំនៀមទម្លាប់គឺជាទំនៀមទម្លាប់ពីបុរាណបន្ទាប់ពីស្រីនាថស្លាប់អ្នកភូមិក៏យកសពនាងរុំក្នុងកន្ទេលចងជាប់នឹងដើមឈើធំមួយកណ្ដាលព្រៃលិចទឹកយប់នោះមានភ្លៀងធ្លាក់ខ្លាំងនិងផ្គរលាន់មិនដាច់អ្នកភូមិជាច្រើនបានឮសំឡេងស្រីម្នាក់យំចេញពីព្រៃសំឡេងនោះស្រទន់តែគួរឲ្យព្រឺព្រួចខ្លាំងជួយខ្ញុំផងខ្ញុំរងាណាស់ខ្ញុំខ្លាចណាស់ពុកម៉ែជួយខ្ញុំផងអ្នកដំណើរដំបងដែលជួបព្រៃ3ថ្ងៃក្រោយមកមានបរិសម្នាក់នេសាទម្នាក់ឈ្មោះតាខឹមអុំទូកត្រឡប់ពីដាក់មុងយប់ជ្រៅពេលទូកគាត់ឆ្លងកាត់ព្រៃសពយំគាត់បានឃើញអ្វីមួយអង្គុយលើដើមឈើ
ជាស្ត្រីសក់វែងសក់នាងធ្លាក់ដល់ទឹកនាងស្លៀកបំពាក់ពណ៌សហើយមុខស្លេកដូចជាមនុស្សស្លាប់តាខឹមនិយាយថាជាមនុស្សរស់ទើបស្រីសួរអ្នកណានៅលើដើមឈើនោះស្ត្រីនោះមិនឆ្លើយតែបន្តិចក្រោយនាងបែរក្បាលយឺតភ្នែកទាំងពីរខ្មៅងងឹតគ្មានសមាត់នាងញញឹមត្រជាក់ភ្លាមនោះទូករបស់តាខឹមក៏ក្រឡាប់ព្រឹកឡើងអ្នកភូមិរកឃើញគាត់ស្លាប់អណ្ដែតទឹកមុខឡើងស្លេកដូចមនុស្សយើងឃើញអ្វីគួរឲ្យខ្លាចបំផុតក្នុងជីវិតចាប់ពីថ្ងៃនោះមកមនុស្សជាច្រើនចាប់ផ្ដើមឃើញព្រាយស្រីសក់វែងនៅតាមដើមឈើក្បែរមាត់ទឹកអ្នកខ្លះឮនាងច្រៀងអ្នកខ្លះឮសំឡេងយំអ្នកខ្លះបាត់ខ្លួនទៅដោយគ្មានសាកសពក្មេងប្រុសដែលមិនជឿរឿងខ្មោចក្នុងភូមិនោះមានក្មេងប្រុសម្នាក់ឈ្មោះវិសាលគេជាគ្រូបង្រៀននិងជាមនុស្សមិនជឿរឿងអបិយជំនឿឡើយថ្ងៃមួយគេបាននិយាយចំអកឲ្យអ្នកភូមិថាគ្មានខ្មោចអីទេពួកអ៊ំគ្រាន់តែខ្លាចខ្លួនឯងប៉ុណ្ណោះដើម្បីបង្ហាញភាពក្លាហានវិសាលបានសម្រេចអ៊ំទូកទៅព្រៃសពយំពេលកណ្ដាលរាត្រីអ្នកភូមិព្យាយាមខាត់គេតែគេមិនស្ដាប់យប់មួយខ្យល់បក់ត្រជាក់ខ្លាំងព្រះច័ន្ទលាក់ខ្លួនក្រោយពពួកខ្មៅពេលវិសាលអ៊ំទូកដល់ព្រៃសពយំគេបានឃើញកន្ទេលចាស់ជាច្រើនចងនៅលើដើមឈើខ្លះរលួយអស់ខ្លះនៅមានរាងដូចមនុស្សនៅខាងក្នុងភ្លាមសម្លេងច្រៀងស្រីកលន់ឡើងពីលើដើមឈើសម្លេងនោះសោកសៅខ្លាំងរហូតធ្វើឲ្យឈាមក្នុងខ្លួនគេត្រជាក់វិសាយកភ្លើងគោមបំភ្លឺឡើងលើហើយគេបានឃើញស្ត្រីនេតកំពុងអង្គុយលើដើមមែកឈើសក់នាងវែងដល់ដីធ្លាក់ដល់ទឹកភ្នែកខ្មៅងឹតមាត់ញញឹមយឺតនាងនិយាយសំឡេងស្រាលថាហេតុអ្វីមិនឲ្យខ្ញុំទៅកើតភ្លាមនោះមែកឈើជុំវិញចាប់ដើមរញ្ជួយសាកសពចងកន្ទេលទាំងអស់យល់ទៅយល់មកដូចមានអ្វីកំពុងរស់នៅខាងក្នុងកន្ទេលវិសាលភ័យខ្លាំងរហូតទូករបស់គាត់បុកដើមឈើក្រឡាប់ចូលទឹកគេព្យាយាមហែលកិច្ចតែមានដៃត្រជាក់មួយចាប់ជើងគេពីក្រោមទឹកមុនសន្លប់គេបានឮសំឡេងជាច្រាំងខ្សឹបជុំវិញខ្លួនថានៅជាមួយពួកយើងអាចកំបាំងនៃទំនៀមទម្លាប់ចាស់ព្រឹកឡើងអ្នកភូមិរកឃើញវិសាលនៅរស់តែគេប្រែជាមនុស្សស្ងៀមស្ងាត់និងភ័យពេលឃើញទឹកបន្ទាប់ពីកើតហេតុការនោះមកមេភូមិចាស់បានប្រាប់អាចកំបាំងមួយដែលគេលាក់ជាច្រើនចំនួនកាលពីបុរាណមានមនុស្សជាច្រើនស្លាប់ក្នុងទឹកបឹងដោយមិនបានធ្វើបុណ្យត្រឹមត្រូវព្រលឹងរបស់ពួកគេត្រូវជាប់នៅព្រៃលិចទឹកដូច្នេះអ្នកចាស់បានបង្កើតទំនៀមទម្លាប់ចងសពលើដើមឈើដើម្បីកុំឲ្យសពលិចក្នុងទឹកតែពួកគេមិនដឹងថាការទុកសពយូរពេកបានធ្វើឲ្យវិញ្ញាណខ្លះមិនអាចទើបកើតចាប់ជាតិបានពួកវាចាប់ផ្ដើមខ្លាចជាព្រៃទឹកហើយស្រីនេតគឺជាវិញ្ញាណដែលជួយចាប់ជាងគេឆ្នាំបន្ទាប់ពេលរដូវប្រាំងមកដល់អ្នកភូមិសម្រេចថាពួកគេនឹងមិនចងសពលើដើមឈើទៀតឡើយព្រះសង្ឃជាច្រើនត្រូវបាននិមន្តមកសូត្រមន្តនិងបូជាសពទាំងអស់ក្នុងព្រៃយប់មុនថ្ងៃបូជាបានមានខ្យល់បក់ព្យុះធំក្នុងកើតឡើងអ្នកភូមិទាំងអស់បានឃើញស្រីនេតឈរមើលដើមឈើធំសំទុំកណ្ដាប់ព្រៃសក់នាងហោះតាមខ្យល់ភ្នែកនាងហូរឈាមខ្មៅនាងស្រែកយំសោកសៅរហូតសំឡេងលាន់ពេញបឹងទន្លេសាបតែពេលព្រះសង្ឃចាប់ផ្ដើមសូត្រមន្ត
រៀងរបស់នាងក៏ចាប់ផ្ដើមរសាត់ទៅតាមខ្យល់ដូចផ្សែងមុនបាត់ខ្លួននាងបាននិយាយពាក្យចុងក្រោយថាទីបំផុតខ្ញុំបានទៅហើយចាប់ពីថ្ងៃនោះមកអ្នកភូមិមិនដែលឮសំឡេងយំក្នុងព្រៃទៀតឡើយតែរហូតមកដល់សប្តាហ៍ថ្ងៃអ្នកនេសាទខ្លះដែលអមទូកកាត់មាត់បឹងពេលយប់ជ្រៅនៅតែនិយាយថាពេលខ្យល់បក់ត្រជាក់ខ្លាំងពួកគេនៅតែឃើញស្រីសក់វិញម្នាក់អង្គុយនៅលើដើមឈើមាត់ទឹកសម្លឹងមើលទន្លេសាបយ៉ាងស្ងៀមស្ងាត់ហើយរឿងមួយទៀតក៏បាននិយាយថាពេលថ្ងៃត្រង់ប្រហែលជាម៉ោង1ឬម៉ោង2បន្ទាប់ទេខ្ញុំចាំមិនច្បាស់គេតែងតែឃើញមនុស្សជាច្រើនអង្គុយនៅលើដើមឈើដែលអ្នកខ្លះដែលគាត់ធ្វើដំណើរមិនមែនជាអ្នកភូមិហ្នឹងគាត់គិតថាជាមនុស្សដែលរស់ស៊ីនេសាទនៅហ្នឹងដល់ពេលទឹកឡើងអញ្ចឹងគេអង្គុយលេងនៅលើដើមឈើចាំប្តីចាំអីដែលមកពីនេសាទនៅក្នុងព្រៃតែតាមពិតពួកគេមិនដឹងថានឹងគឺជាវិញ្ញាណដែលកាលនៅនឹងយូរទៅអាចចេញពេលថ្ងៃបានសូមអរគុណពុកម៉ែបងប្អូនរឿងនេះមានតែប៉ុណ្្នឹងទេហើយចូលប៉ុណ្្នឹងហើយបងប្អូនជួយ comment ជួយ subscribe ខ្ញុំបាទមួយផងសូមអរគុណ